ok ta con na class đại tài vô trở lắm rồi viênประมาณ วิธี គុណប្រភេទជាមួយ នឹង ចំនួន គត់ ហើយ នឹង ប្រមាណ វិធី ចែក ប្រភេទជាមួយ នឹង ចំនួន គត់ អូខេ ថ្ងៃ ហ្នឹង មក មើល វីដេអូ ជាមួយ អ្នក គ្រូ ទាំង អស់ គ្នា កូន នឹង លេង ច្រឡំ អី ណា ងាយ យល់ អូខេ តោះ អញ្ចឹង ថ្ងៃ នេះ អ្នក គ្រូ មាន ឧទាហរណ៍ ពីរ ចង់ បង្ហាញ កូន ដើម្បី កុំ ឲ្យ កូន ច្រឡំ គ្នា ទៀត អញ្ចឹង ក គឺ អ្នក គ្រូ មាន ប្រភេទ 1 លើ 3 គុណ នឹង 2 អញ្ចឹង យើង ដឹង ហើយ ចំនួន ខាង មុខ នេះ គេ ហៅ ថា ប្រភេទ រីឯ ចំនួន នេះ គេ ហៅ ថា ចំនួន គត់ អញ្ចឹង ដើម្បី គុណ ប្រភេទ នឹង ចំនួន គត់ កូន ត្រូវ ធ្វើ ម៉េច កូន ចា គឺ យើង គ្រាន់ តែ យក ភាគ យក គុណ នឹង អី កូន គុណ នឹង ចំនួន គត់ យើង ទទួល បាន ភាគ យក របស់ វា មួយ ទៀត តោះ ណា រីឯ ភាគ បែង គឺ យើង ទុក នៅ ដ ដែរ ណា តោះ អញ្ចឹង គឺ យើង បាន ចម្លើយ 1 គុណ នឹង 2 ស្មើ នឹង 2 ភាគ បែង 3 គឺ នៅ ដ ដែរ អូខេ តោះ រីឯ ប្រមាណ វិធី ចែក ប្រភេទ នឹង ចំនួន គត់ វិញ យើង ធ្វើ ម៉េច ពីរ ហ្នឹង គឺ ស្តៀង គ្នា កូន ចា ប៉ុន្តែ អត់ ដូច គ្នា ទេ ចំណាំ ណា កូន តែង តែ ខុស អញ្ចឹង ប្រមាណ វិធី ចែក គឺ កូន ត្រូវ យក ភាគ បែង មក គុណ ជាមួយ នឹង ចំនួន គត់ យើង ទទួល បាន អី គេ កូន ភាគ បែង អញ្ចឹង យើង ទទួល បាន ភាគ បែង របស់ វា មួយ ទៀត ណា 3 គុណ នឹង 2 រីឯ ភាគ យក គឺ ទុក នៅ ដ ដែរ អញ្ចឹង យើង បាន ចម្លើយ ស្មើ នឹង 1 ភាគ នឹង 5 អូខេ តោះ អញ្ចឹង កូន សុំ កូន ចំណាំ ទាំង អស់ គ្នា បើ ប្រមាណ វិធី គុណ គឺ កូន ត្រូវ យក ភាគ យក គុណ នឹង ចំនួន គត់ យើង ទទួល បាន ភាគ យក មួយ ទៀត រីឯ ភាគ បែង គឺ កូន ទុក នៅ ដ ដែរ នេះ ភាគ បែង គឺ នៅ ដដែល តើ ណា រីឯ ប្រមាណ វិធី ចែក វិញ គឺ កូន ត្រូវ យក ភាគ បែង ណា វា ផ្ទុយ គ្នា អា លើ ភាគ យក អា ក្រោម គឺ យើង យក ភាគ បែង យក ភាគ បែង គុណ នឹង ចំនួន គត់ យើង ទទួល បាន អី គេ កូន ទទួល បាន ភាគ បែង មួយ ទៀត រីឯ ភាគ យក ទុក នៅ ដ ដែរ អញ្ចឹង យើង បាន ចម្លើយ 1 ភាគ 5 1 អញ្ចឹង អា ពីរ នេះ គឺ វា មាន លក្ខណៈ ខុស គ្នា ត្រង់ 1 យក ភាគ យក គុណ នឹង ចំនួន គត់ 1 គឺ យក ភាគ បែង គុណ នឹង ចំនួន គត់ ហើយ វា ទទួល បាន ភាគ បែង អា នេះ ភាគ យក ទទួល បាន ភាគ យក តើ ណា ចា ហើយ ចំណាំ ណា គឺ ប្រមាណ វិធី គុណ ដូច គ្នា អូខេ ចា អញ្ចឹង សម្រាប់ វីដេអូ អ្នក គ្រូ ថ្ងៃ នេះ គឺ មាន តែ ប៉ុណ្្នឹង ទេ ដែល ចង់ មក បង្ហាញ កូន ទាំង អស់ គ្នា កុំ ឲ្យ យល់ ច្រឡំ រវាង ប្រមាណ វិធី គុណ និង ប្រមាណ វិធី ចែក ប្រភេទ ជាមួយ នឹង ចំនួន គត់ ទៀត ចា អញ្ចឹង ចុងក្រោយ អ្នក គ្រូ សូម អរគុណ សូម ជម្រាប លា